ថ្ងៃនេះងើបពីព្រឹកព្រលឹមទៀតហើយនាំអ្នកទាំងអស់គ្នាមកកាន់រមណីយដ្ឋានវត្តភ្នំមួយរយៈធំនេះភ្ញៀវជាតិភ្ញៀវអន្តរជាតិហាក់ដូចជាកើនឡើងជាលំដាប់ជាពិសេសតំបន់កំសាន្តនានាក្នុងប្រទេសជាណាចក្រកម្ពុជាដែលជាគោលដៅទេសចរ viral មួយរបស់ពិភពលោកសួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់វីឡុកបាយលុចព្រឹកបែបនេះគិតថាមិនសូវមានភ្ញៀវទេសចរភ្ញៀវជាតិមកច្រើនទេតែមកដល់ខុសពីការគិតហើយក្នុងចិត្តគិតថាមកបន់ស្រន់សុំសេចក្តីសុខបែបស្ងប់ស្ងាត់តែចុះឲ្យដល់ភ្ញៀវអន្តរជាតិច្រើនជាងហេកឋិនយើងទៀតភ្ញៀវអន្តរជាតិច្រើនបែបនេះខ្ញុំពិតជាសប្បាយចិត្តហើយឃើញភ្ញៀវជ្រើសរើសយកប្រទេសកម្ពុជាជាគោលដៅលំហែរបស់ពួកគេខ្ញុំពិតជារំភើបរកពាក្យថ្លែងអត់បានអង្គុយស្ងាត់ភ្ញៀវទេសចរបន្តិចខ្ញុំក៏បានទៅបន់ស្រន់នៅលោកតាបច្ចៅហើយគិតតទៅកន្លែងឃើញមើលទៅខាងក្រោមពិតជាគួរភ្ញាក់ផ្អើលមនុស្សច្រើនលើដើមតែមិនថ្មីភ្ញៀវជាតិភ្ញៀវអន្តរជាតិឲ្យតែមកលេងឲ្យបានច្រើនប្រទេសកម្ពុជាយើងគឺស្វាគមន៍ជានិច្ចបន្ទាប់ពីរងចាំរយៈពេល30នាទីក្រោយមកខ្ញុំក៏បានបែរបន់នៅលោកតាប្រចៅដែលមកបន់ស្រន់សូមឲ្យមានសេចក្តីសុខសុខសប្បាយទាំងអស់គ្នានាឆ្នាំថ្មីដែលជាទំនៀមទម្លាប់ប្រពៃណីរបស់ប្រជាជនកម្ពុជាដែលតែងតែមកបែរបន់សូមសេចក្តីសុខពីរមណីយដ្ឋានវត្តភ្នំក៏ដូចជាលោកតាបច្ចៅចំពោះព្រះអង្គធំដែលគង់នៅលើកំពូលភ្នំវត្តភ្នំខ្ញុំមិនដែលរំលងទេខ្ញុំតែងតែមកបន់ស្រន់ជានិច្ចទីសក្ការៈដ៏ស័ក្តិសិទ្ធិមានសឹងគ្រប់ទីកន្លែងនៃប្រទេសកម្ពុជាហើយសាសនាធំរបស់យើងដែលប្រកាន់ភ្ជាប់គឺសាសនាព្រះពុទ្ធហើយខ្ញុំក៏មកអុជធូបសុំសេចក្តីសុខបន្ទាប់មកថ្វាយបង្គំលារួចខ្ញុំក៏ចុះក្រោមដើម្បីថតបរិវេណខាងក្រោមប្រជាជនខ្មែរយើងរស់រាយស្លូតបូតហើយញញឹមជានិច្ចទោះមិនស្គាល់គ្នាក៏ដោយក៏នៅមានកាយវិការមួយដែលទន់ភ្លន់សម្រាប់ឲ្យគ្នាទៅវិញទៅមកត្រឡប់មកថតរូងស្គរធំក៏មានសត្វគីងកងមួយគូបូលរកគ្នារួចក៏ហើរចេញទៅហើយធ្វើឲ្យផ្អើលដល់ក្រុមភ្ញៀវទេសចរដែលមកកម្សាន្តនៅរមណីយដ្ឋានវត្តភ្នំដើរមកខាងក្រោយបន្តិចក៏មានអាស្រមលោកយាយពេញដ៏ស័ក្តិសិទ្ធិខ្ញុំគិតថាភាគតិចបងប្អូនដែលមកអុជធូបដល់លោកយាយពេញថ្វាយបង្គំលារួចខ្ញុំក៏ថតប្លង់ខាងក្រោមនៃកណ្ដាលវត្តភ្នំនាឡិកាប៉ោលវត្តភ្នំជាចំណុចកណ្ដាលនៃទីក្រុងភ្នំពេញអរគុណអ្នកទាំងអស់គ្នាដែលតាមដានទស្សនាវីដេអូរបស់លោក